ôn và miền mà chútនេះគ្រប់គ្រាន់បាទសម្រាប់លេងជាមួយដំណាំបាទនេះវាជុតធំតែបងខាងបងគាត់ឲ្យធ្វើគាត់ដោយសារគាត់សាក3លើកហើយគាត់ទទួលយកកើតហើយក៏វាមានប្រសិទ្ធភាពសម្រាប់ទៅលើដំណាំស្លឹករបស់គាត់ទៅគាត់ឈុតត្រូវការឈុតនេះណាបាទត្រូវការឈុតទៅប្រើប្រាស់សម្រាប់ដំណាំគាត់ដូច្នេះអានេះក្នុងនេះវាមានប្រភេទជំរុញការលូតលាស់ផ្នែកដើមដងស្លឹកធៀងផ្នែកខាងលើបាទបាញ់ព្រោះស្រោចលើវាហើយបូកជាមួយនឹងថ្នាំកម្ចាត់សត្វល្អិតនេះបាទកណ្ដុងនេះសិតថ្នាំសត្វល្អិតបាទ4កណ្ដុងនេះកណ្ដុង5លីត្រអានេះកណ្ដុងប្រហែលជា4លីត្រនេះលីត្រកន្លះបាទហើយវាសំខាន់បាទវាសំខាន់ណាស់សម្រាប់រុក្ខជាតិរបស់យើងក្នុងការលូតលាស់របស់យើងមិនមានការជំនួយជំរុញការលូតលាស់ទេវាទៅរួចទេដំណាំវាលូតលាស់មិនស្របពេលវេលាវាអត់តាន់ពេលវេលាសម្រាប់ការលូតលាស់ឲ្យផលរបស់យើងបានល្អហើយនៅក្នុងនោះវាមានថ្នាំប្រភេទជំនួយដើមដងស្លឹកជាប្រភេទទឹកនេះបាទថ្នាំធម្មជាតិផលិតពីរុក្ខជាតិរបស់យើងហើយវាធ្វើនេះមានរយៈពេលចាប់ពី2អាទិត្យទៅ1ខែបានប្រើបានទឹករបស់វាចេះបងប្អូននេះទឹកវាចឹងបាទវាមានប្រសិទ្ធភាពណាស់បាទនៅបែបហ្នឹងចឹងបងប្អូនហើយប្រភេទទី2គឺថ្នាំកម្ចាត់សត្វល្អិតអានេះប្រភេទទឹកពួរថ្លានេះអានេះវាប្រើប្រាស់ទៅលើអានេះចំណុះលេខទឹកបាន1000លីត្របាទគឺទឹកថ្លាចេះហើយអានេះវាប្រភេទក្តៅបើកាលណាដំណាំវាមានអានេះផ្កាគេអាចប្រើចំណុះប៉ុណ្ណេះបានទេគេអាចប្រើតិចជាងនេះឬក៏អត់ប្រើទេពេលមានផ្កាបាទអានឹងថ្លាឲ្យទៅប្រភេទថ្លាគឺក្តៅបងប្អូនចំណាំទុកឲ្យទៅប្រភេទថ្នាំពុលក្តៅថ្លាគឺពុលហើយកាលណាវាពុលអានេះវាពុលក្តៅវាខុសពីប្រភេទរុក្ខជាតិធ្វើពីរុក្ខជាតិរបស់យើងនេះអានេះវាចេះបងប្អូនមើលបាទដៃម្ខាងកាន់ដៃម្ខាងចាក់វាអត់ទៅបាទអាហ្នឹងគឺបែបចេះពូវាថ្នោតបាទពូវាថ្នោតបាទគឺហ្នឹងបងប្អូននេះអានេះគ្រាន់តែមួយមុខទេបាទក្រៅពីកណ្ដុងពូថ្នោតហ្នឹងហើយគឺវាបូកជាមួយនឹងអាមួយនេះទៀតបាទអានេះទឹកវាថ្លាប៉ុន្តែជាប្រភេទផលិតពីរុក្ខជាតិដែរវាមានប្រើប្រាស់វាមានប្រសិទ្ធភាពបូកគ្នាជាមួយពីរមុខហ្នឹងទៅវាមានពណ៌បែបហ្នឹងពណ៌រាងល្មៀតស្ដើងល្មៀតនេះអញ្ចឹងបាទពណ៌អញ្ចឹងលេខគ្នាពីរមុខហ្នឹងបាទហើយយើងបន្ថែមអានេះមួយទៀតបាទប្រភេទនេះមួយមុខទៀតទឹកវាប៉ូឡេមីតបាទហ្នឹងអញ្ចឹងក្នុងមួយឈុតរបស់វា1000លីត្រនេះវាមានអានេះមួយបាទកណ្ដុងនេះ2កណ្ដុងនេះ3បាទហើយនឹងថ្នាំបំពន់វាមាន2បាទចំណុះ3លីត្រអញ្ចឹងនេះគេហៅថាមួយឈុតធំវា1000លីត្របាទ1000លីត្រវាមានថ្នាំពុលថ្នាំបើផ្នែកដើមដងបើមានប៉ុណ្ណេះហើយយើងលេងបានហើយជាមួយរុក្ខជាតិយើងណាបាទលេងបានហើយអញ្ចឹងបានថាការកែច្នៃជាវត្ថុធាតុពីស្លឹករុក្ខជាតិដែលយើងធ្វើសម្រាប់ប្រើប្រាស់ទៅលើដំណាំទាំងអស់វាមិនមានផលប៉ះពាល់ទៅដល់សត្វចិញ្ចឹមរបស់យើងទេវាអត់មានវាមានការកម្ចាត់សត្វល្អិតដែលវាលាក់ខ្លួនពូនជ្រៅក្រោមស្លឹកបឺតជក់ទឹកអានេះចិញ្ចឹមពូលលើរបស់រុក្ខជាតិហ្នឹងធ្វើឲ្យស្លឹករុក្ខជាតិយើងទ្រុមទន់ខ្សោយហើយដែលបង្កឲ្យរុក្ខជាតិរបស់យើងទៅជាពណ៌ស្បង់លោកពណ៌ឈាមក្តាមបាទអានោះហើយជាហេតុបាទហើយយើងអត់សូវចាប់អារម្មណ៍ទេបាទពពុះសត្វល្អិតទាំងអស់នោះវាមកច្រើនណាស់ដូចទាំងវងអញ្ចឹងអាហ្នឹងបាទអញ្ចឹងបានដោយមានបទពិសោធន៍ខ្ញុំក៏បានមានបទពិសោធន៍ចង់ចែកម្លែកបងប្អូនបានជ្រាបដែរហើយបើសិនជាយើងលេងទៅលើការម្ទេសវិញអានេះត្រូវហើយបងប្អូនបាទត្រូវហើយវាអត់ក្តៅទេបាទវាត្រជាក់ជាមួយម្រេចអីហ្នឹងហើយបើសិនជាយើងបាញ់ទៅលើដំណាំធំដូចជាចន្ទីតង្ហែនឬក៏មានហ្នឹងប្រភេទដូងប្រភេទអីទុរេនអីពេលដែលយើងបាញ់ដំបងយើងតែងដើមដំបងយើងបាញ់វាទៅ3ថ្ងៃបាញ់ម្ដង3ថ្ងៃបាញ់ម្ដងបន្ទាប់មកយើងបាញ់5ថ្ងៃបាញ់ម្ដងលើកទី4យើងបាញ់រយៈពេលពី7ដល់10ថ្ងៃម្ដងហើយយើងដាក់អានេះ
chi bằng hô châu là tam côn rồi chúng ta anh ấy cà phê rau